សូមអញ្ជើញលោកស្រីនិងកញ្ញាប្រិយមិត្តទូរទស្សនិកជនទស្សនាព័ត៌មានប្រចាំថ្ងៃពីបណ្ដាញទូរទស្សន៍កម្ពុជា CTN សិក្ខាសាលាយល់ដឹងពីកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុបនិងកម្ពុជាលើការស្រាវជ្រាវវិស័យ ICT បានរៀបចំឡើងនាថ្ងៃទី24 ខែមេសានេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Fullywood អគ្គលេខាធិការ NIDA និងលោក Rafael Docho Moreno តំណាងសហគមន៍អឺរ៉ុបប្រចាំកម្ពុជាគម្រោង SICOP ត្រូវបានបង្កើតឡើងនិងជួយដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើវិស័យបច្ចេកវិទ្យាសហគមន៍និងព័ត៌មានរវាងសហគមន៍អឺរ៉ុបនិងអាស៊ីអាគ្នេយ៍សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងណែនាំឲ្យយល់ដឹងពីកម្មវិធីគម្រោងទី7របស់សហគមន៍អឺរ៉ុបដើម្បីស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យានិងពន្យល់ពីនីតិវិធីដែលស្ថាប័នបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាពីប្រទេសនានាអាចចូលរួមក្នុងគម្រោងស្រាវជ្រាវនិងអភិវឌ្ឍជាមួយនឹងសហគមន៍អឺរ៉ុបព្រមទាំងស្ថាបនាទំនាក់ទំនងជាមួយនឹងអង្គការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យារបស់ប្រទេសកម្ពុជា